ស្របពេលជាមួយនឹងគ្រប់កន្លែងអស់នៅទូទាំងប្រទេសគេកាំងយើងអត់កាំងបច្ចេកស្វ័យអត់ជំរុះអត់ដាក់ជីចាំមើលក្តឹបនឹងចេញច្រើនជាងនឹងទៀតបងកំពុងតែសប្បាយចិត្តបដាដល់ស្អីក្តឹបបានមកហើយបងប្អូនវគ្គជ្រួយធ្វើបានវគ្គការធ្វើបានឥឡូវនៅសល់វគ្គក្តឹបបងប្អូនឥឡូវក្តឹបក៏បានមកខ្លះហើយទៀតមកហើយមកពីទៀតនេះមកដើមហើយនេះកំពុងតងដែរពេលត្រូវឆ្នាំទៅតងអីហ្នឹងឆ្លោះល្អអូលើអីហ្នឹងសាក់ក្តឹបបងប្អូនប៉ុន្តែគាត់ថាវានៅបន្លំជាមួយនឹងការរសាទើបតែលោតក្តឹបមើលច្រើនចេញដើមចេញចាប់ដើមលោតទេបងអូមិនឃើញទៅផងអូដល់មកចេញទៅមិនចេញបិចមកទៅក្តឹបបាទអូគេចាយដល់ចេញស្មាត់នេះនេះលោតហើយអញ្ចឹងបងប្អូនអត់ទាន់ត្រូវសារធាតុញយក្តឹបរបស់D+ ទេបងប្អូនប៉ុន្តែយើងប្រើ N+ បូកជាមួយនឹងD+ មួយជើងវាចេញបានក្តឹបខ្លះផ្កាមក 100% ប៉ុន្តែជើងដែលយើងបាញ់ញយប្រើ D+ សុទ្ធចាំមើលក្តឹបនឹងចេញច្រើនជាងនឹងទៀតបងកំពុងតែសប្បាយចិត្តបដាដល់ស្អីក្តឹបបានមកហើយបងប្អូនវគ្គជ្រួយធ្វើបានវគ្គការធ្វើបានឥឡូវនៅសល់វគ្គក្តឹបបងប្អូនឥឡូវក្តឹបក៏បានមកខ្លះហើយទៀតអញ្ចឹងតកតងជាមួយនឹងប្រសិទ្ធភាពរបស់យើងគឺវាទាន់រដូវកាលបងប្អូនសម្រាប់តាំងពីបងប្អូនដែលមានបញ្ហាគាំងឬក៏បញ្ហាផ្សេងៗបងប្អូនអាចប្រឹក្សាកាមេរ៉ាតើតា zoom ខ្ញុំគៀកមិនមើលឃើញក្បាលរួយមកហើយមកពីទៀតនេះមកដើមហើយនេះកំពុងតងដែរចាក្តឹបតែចេញច្រើនណាអត់ចេញច្រើននេះយើងមើលអត់ឃើញបងក្តឹបយើងប្រើចំនួនដងតិចដងបាញ់ទេបងប្អូនទើបបាញ់បាន2ដងសារហ្នឹងសេរីស្រង់បាញ់លើកទី3ទើបតែសេរីស្រង់បាញ់ជើងទី3តែជើងទី3ហ្នឹងគឺយើងបាញ់ញយក្តឹបយកតែម្ដងញយឲ្យក្តឹបដែលចេញមករាយមួយហ្នឹងឲ្យវាលោតចេញមកជាចង្កោមតែម្ដងចេញបាយមកទៀតបងទៀតនេះប៉ុណ្ណឹងស្រួលមើលនេះហ៎មកទៅទៀតប៉ុណ្ណឹងចេញមកនេះបាទបងទៅក្នុងវាទៀតក្នុងនេះអូមិនដល់ច្រើននេះជួនចោលបួលឈើចេញដល់មកក្នុងតោះដើរមើលអញ្ចឹងមិនឃើញច្រើនទេបងជាពូជបងប្អូន09ទឹកដីស្រុកសេសានខេត្តស្ទឹងត្រែងប៉ណ្ណឹងដឹងចេញបងប៉ណ្ណឹងអាចញយ 1000 លីត្រ 2 ដបបានហើយបាទបងគាត់នាំបង្ហាញចង់សពចកានេះបងប្អូនលក់ប្រសិទ្ធភាពលក់គុណភាពលក់ទំនុកចិត្តលក់បច្ចេកទេសលោតខ្លះនេះយើងមើលអត់អស់ហើយបងសារអីក្តឹបវាល្អិតយើងបាក់មើលចាប់ដើមលោតទៅបាញ់បានប៉ុន្មានដងបងបាញ់បាន2ដងបងប្អូនលើកចុងក្រោយប៉ុន្មានថ្ងៃបងលើកចុងក្រោយទៅបានមួយអាទិត្យអីបាន8ថ្ងៃបងប្អូនបាញ់2សាបងប្អូននៅក្នុងឆ្នាំថ្មីឆ្នាំ2025ទើបតែបាញ់បាន2សាការលឹងទុនមេឃអស់នេះចាប់ដើមលោតក្តឹបចេញចាប់ដើមលោតក្តឹបបងប្អូនថ្ងៃទី21ខែ12ឆ្នាំ2025ស្របពេលជាមួយនឹងចំការភាគច្រើនកំពុងតែកាំងប៉ុន្តែចំការរបស់បងប្រុសបាញ់2ជើងចេញមកទាំងត្រួយទាំងផ្កាវាចេញ 100% ហើយចំការបងសរុបទាំងអស់ 2-3 កន្លែងបងប្អូនតែកន្លែងដែលយើងថតនេះ8ហិកតាហើយមានមួយកន្លែងជាង10ហិកតាពីរកន្លែងទៀតទឹកដីស្រុកសេសានខេត្តស្ទឹងត្រែងនេះអ្នកថែទាំចការយើងនេះ
បងនៅចការចិត្តយើងអត់តន់ចេញខ្លាំងអញ្ចឹងណា អត់ទេមាន អត់មានរបស់យើងប្រើឆ្នាំត្រូវវាចេញមកស្ទឹងថា 100% ហៅត្រួយដែលសល់អត់ឃើញចេញទាំងអស់ចាប់ដើមលូតក្បាលរួចបងប្អូនបើយើងថតអញ្ចេះមើលអត់ឃើញបើយើងសង្កេតមើលគៀកអញ្ចេះអូកាមេរ៉ាវា focus តែក្តាប់នេះនោះឃើញល្អិតនោះ រត់ទៅឲ្យប្រហែលផ្លែផង ចាប់ពីវគ្គទី3ហ្នឹងទៅបងបាញ់ភ្ញោចយកក្តាប់មកទៅបង1000លីត្រប្រើពី10បាញ់ផ្សែងនេះមើលផ្កាអត់ទាន់មានក្តាប់ដាប់នៅដល់ក្រោមតែមានលូតក្បាលរួយមួយខ្លះនេះ បាទទៅទៀតហ្នឹងបាយចាំខ្ញុំមើលបើទៅអញ្ចឹងបាទចេញឃើញអស់ហើយឥឡូវចូលតែចាំមើលយកមកឲ្យមើលឃើញ យើងថតឲ្យបានពីច្រើនដោយសារវាចេញស្មើគ្នាអញ្ចឹងពេញមួយចកាបងជាមួយខ្ញុំប្រវាយកាមេរ៉ាទៅខ្លងទលាយនោះបងខ្ញុំប្រវាយយឺតណាជុងណាក៏វាចេញស្មើគ្នាអញ្ចឹងដែរនេះយើងបែរទៅខាងក្រោមដើមហ្នឹងធំបងប្អូនអាយុ9ឆ្នាំយើងទៅខាងមុខទៀតដើម្បីថតបងប្អូនមើលចេញពេញមួយចកានោះខាងនោះអ្នកតាមដើមណាមានក្តាប់គាត់អ្នកស៊ើបចុងមេឃនឹងក៏ហមច្រាលពេញដើមតែម្ដងអញ្ចឹងវីដេអូនេះខ្ញុំសូមបញ្ចប់មកវគ្គសិនចូលរួមជាមួយប្រជាកសិករដើម្បីអភិវឌ្ឍកសិកម្មកម្ពុជា